រួចសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើបកាឆៅត្រាំទឹកស៊ីអ៊ីវធ្វើឲ្យសាច់បកាស្រួយផ្អែមឆ្ងាញ់បងប្អូនអត់ឆ្អាបទេបងប្អូនដំបូងបងប្អូនខ្ញុំមានទឹកកន្លះលីត្រដាក់កូនឆ្នាំងដាក់ដាំវាបងប្អូនហើយបន្ទាប់ទៀតមកខ្ញុំដាក់ទឹកស៊ីអ៊ីវបងប្អូនប្រភេទទឹកស៊ីអ៊ីវនេះអត់សូវប្រៃមកល្មមអាចធ្វើទៅធ្វើឲ្យទឹកស៊ីអ៊ីវយើងនេះឆ្ងាញ់បងប្អូនប្រភេទទឹកស៊ីអ៊ីវហ្នឹងបងប្អូនអាចរើសប្រភេទទឹកស៊ីអ៊ីវផ្សេងក៏បានដែរដាក់ចំនួន2វែកស្លបងប្អូនដាក់ទៅអត់ប្រៃទេបងប្អូនដាក់ទៅទឹកនឹងធ្វើឲ្យទឹកស្អ៊ីវយើងនឹងត្រាំទៅឆ្ងាញ់ហ្នឹងហើយបន្ទាប់ទៀតខ្ញុំដាក់ប៊ីចេងមួយចុងស្លាបព្រាកាហ្វេម្សៅស៊ុបនឹង2ស្លាបព្រាកាហ្វេដែរបងប្អូនហើយនឹងស្ករសយើងនឹងដាក់1វែកកន្លះបងប្អូនចង់ផ្អែមអាចដាក់ទៅ2វែកបានបងប្អូនតែខ្ញុំដាក់ទៅ1វែកកន្លះនេះអត់ចង់ផ្អែមពេកបងប្អូនមកឆ្ងាញ់ហ្មងហ្នឹងហើយបន្ទាប់ពីបងប្អូនដាក់ចូលគ្នាកូរសັບមកនាងតិចទៅដាំទឹកឲ្យមកពុះល្មមដាក់ចុះដល់ពេលឲ្យត្រជាក់បងប្អូនបន្ទាប់មកទៀតយើងមកធ្វើបកាបងប្អូនបកានេះខ្ញុំបកសម្បកវាហើយហូតអាចចេញស្អាតខ្ញុំត្រាំជាមួយនឹងទឹកសូដាហើយទឹកកកបងប្អូនត្រាំប្រហែលជា20នាទីដែរយើងលាងទឹកវាឲ្យស្អាតបន្ទាប់មកយើងលាងហើយវាហើយបងប្អូនត្រូវទៅយកទៅដាក់ទូត្រជាក់វិញបងប្អូនដើម្បីឲ្យសាច់បកាកុំឲ្យវាបាក់មកបាក់សាច់យើងយកឲ្យសាច់បកានឹងស្រួយស្រុកដើម្បីយើងត្រាំទៅវាឆ្ងាញ់បងប្អូនហើយអត់ឆ្អាបទេបងប្អូនធ្វើអញ្ចឹងត្រាំយើងយូរបន្តិចបន្ទាប់ពីទុកមកដល់ហើយយើងយកដើមខ្ទឹមបងប្អូនមកហាន់វាជាចំណិតស្ដើងហ្នឹងជាមួយនឹងម្ទេសបងប្អូនតាមចូលចិត្តបងប្អូនចង់ហឹរដាក់ច្រើនបងប្អូនដាក់ប៉ុនខ្ញុំនេះមកហឹរល្មមហ្នឹងហើយម្ទេសខៀវនេះបងប្អូននេះខ្ញុំដាក់តែមួយចាហៀងមានម្ទេសបងប្អូននិយាយពីហឹរអូយហឹរតែឆ្ងាញ់ហ្នឹងហើយបន្ទាប់ពីដាក់ម្ទេសហ្នឹងហើយខ្ញុំដាក់ខ្ទឹមសយើងនេះ2មើមធំមកបងប្អូនសាច់បកាយើងប្រហែល800ក្រាមខ្ញុំដាក់ទៅ2មើមហ្នឹងបងប្អូនហើយខ្ញុំដាក់ត្រាំធ្វើបកាជាមួយនឹងពងស្ងោរយើងហ្នឹងបងប្អូនពងស្ងោរជាប់ភ្នៅស្ងោរ7នាទីយើងអាចត្រាំចូលគ្នាធ្វើម្ដងបាន2មុខបងប្អូនហើយយើងដាក់លឹកខ្ទឹមម្ទេសហើយនឹងខ្ទឹមសដាក់រោយពីលើទៅរៀបឲ្យស្អាតទៅមកហើយបន្ទាប់មកយើងយកទឹកដែលយើងដាំហើយនេះស្រោចពីលើរៀបឲ្យស្អាតអញ្ចឹងបងប្អូនហើយខ្ញុំដាំប៉ុណ្្នឹងទឹកកន្លះលីត្រល្មមឃើញទេបងប្អូនតែប៉ុណ្្នឹងអត់មានពិបាកទេធ្វើប៉ុណ្្នឹងទៅរួចរាល់ហើយបងប្អូនថែមល្ងលីងល្ងសយើងលីងឲ្យឈ្ងុយដាក់តា2-3ស្ព្រាដើម្បីរោយពីលើឲ្យឈ្ងុយទុករយៈពេល4ម៉ោងបានញ៉ាំមកបងប្អូនហើយបើបងប្អូនចង់ឲ្យសាច់ស្រួយកាន់តែឆ្ងាញ់ទុកមួយយប់ហ្នឹងហើយតែប៉ុណ្្នឹងបងប្អូននេះពិបាករួចស្រួលធ្វើទេអាចញ៉ាំមួយស៊ូស៊ីក៏បានញ៉ាំជាមួយបាយក៏បានដែរអូយសាច់ស្រួយឆ្ងាញ់មែនបងប្អូនអត់ឆ្អាបទេបងប្អូនធ្វើតាមវិធីរបស់ខ្ញុំធ្វើនេះអត់ឆ្អាបហ្មងធានាមកឆ្ងាញ់តែប៉ុណ្្នឹងបងប្អូនរួចរាល់អញ្ចឹងបងប្អូនអាចធ្វើតាមវីដេអូនេះបានព្រោះខ្ញុំធ្វើអត់ឆ្អាបបងប្អូនធានាតែប៉ុណ្្នឹងរួចរាល់អរគុណច្រើនជម្រាបលាទាំងអស់គ្នាបាយបាយ